នេះយើងហែកខ្វោកដាក់ចូលធុងបាញ់ទៅវាអត់ប្របាអត់ប្រទេសតាបងឈ្មោះដែរបងខ្ញុំឈ្មោះសានស្រីតូចបាទប្រើជីបាយអូនេះទាំងអស់ដែលបងទាំងអស់20ហិតតា20ហិតតាបាទហើយស្រែដែលបានបាយជីហើយនេះប្រហែលហិតហើយបងបាយហើយបាន8ហិតតាហើយ8ហិតបានប្រហែលបាន6ថ្ងៃហើយ6ថ្ងៃចាអញ្ចឹងចង់សួរបងថាបន្ទាប់ពីបាយជីបានរយៈពេល6ថ្ងៃបងយល់ឃើញយ៉ាងណាដែរបងលាស់វាល្អបាទចាមើលទៅវាពេញភ្នែកបែកគុំបែកកូនអញ្ចឹងបាទដងដើមអីមិនដែរបងមើលទៅដើមល្អវាធំថ្លោចាវាធំថ្លោរឹសច្រើនរឹសវាថ្លាថ្លោបងខ្ញុំអីជីកាន់គាត់ថាប្រើជីអីល្អណាស់ល្អជាងរាល់ឆ្នាំអញ្ចឹងណាបាទហើយខ្ញុំថាប្រើជីក្រុមហ៊ុនកុកទេពបាទចាបាយអូ25 20 10បង25 20 10ចាមហត្តាបងព្រីកអស់ប៉ុន្មានក្រុងមហត្តាព្រីកអស់4 3នឹង4ក្រុងតែរូបមន្តដែលខាងក្រុមហ៊ុនណែនាំជូនបងមហត្តាបាចពីវគ្គរហូតដល់ប្រមូលផលមកអស់ប៉ុន្មានក្រុងអស់6ក្រុងចាវគ្គទី1ហ្នឹង 4B ដល់វគ្គផ្ដាច់ហ្នឹង 2B ទៀតពីមុន 7B តែឥឡូវតែ6ទេឥឡូវតែ6ទេហើយពីមុនបងលាយយកមកលាយខ្លួនឯងយកមកលាយខ្លួនឯងខ្ញុំយល់ថានេះងាយស្រួលជាងព្រោះអីអត់ប្រើកម្លាំងមកចាំបាច់លាយហើយវាអត់ចូលខ្យល់ញ៉ៃញ៉ៃអញ្ចឹងពេលខ្ញុំលាយនោះខ្ញុំបាញ់អត់ទាន់ព្រីអត់ទាន់វាអាចចូលខ្យល់ទួនបាក់បាញ់អេចាបាក់ស្អិតនេះយើងហែកខ្វោកដាក់ចូលធុងបាញ់ទៅវាអត់ប្របាអត់ប្រទេសតាបាទបងបាទហ្នឹងហើយអ្នកជិះម៉ូតូតាមហ្នឹងព្រួយស្រូវខ្ញុំវាជាប់ផ្លូវគេទៅគេសួរតែរហូតហ្នឹងគេថាបាទចឹងមានថាពួកគាត់ចាំអត់មើលលទ្ធផលបងដែរគាត់អត់ហ៊ានទុកចិត្តទេគាត់នៅចាំមើលលទ្ធផលស្រូវទុំទៀតគាត់ថាចាំមើលបើសិនជាប្រើបានផលមែនឆ្នាំក្រោយគេដូរមកប្រើជីនឹងទាំងអស់គ្នាបាទបងបាទអរគុណច្រើនបងសម្រាប់ការចូលរួមជួបគ្នានៅវីដេអូក្រោយទៀតណាបងបាទអរគុណច្រើនចាំដល់ផលមកមើលទៀតបាទអរគុណច្រើនបងបាទជម្រាបលាចា